នៅខាងស្ដាំដៃខ្ញុំនេះគឺជារថយន្តអគ្គិសនី Ion UT តម្លៃ 23,888 ហើយកែរំលោះគឺយើងអាចរំលោះបានចាប់ពី$160ឡើងទៅជាមួយនឹងដៃគូសហការជាមួយនឹងធនាគារហើយធនាគាររបស់យើងគឺមានការសហការច្រើនជាមួយនឹងរថយន្តអគ្គិសនីខាង Ion របស់យើងបាទអញ្ចឹងខ្ញុំនឹងបង្ហាញនៅព័ត៌មានដូចជា spec មួយចំនួនដែលបំពាក់នៅលើឡាននេះតម្លៃឡាន 20,000 ជាងដូចគ្នាមែនប៉ុន្តែ spec គឺខុសគ្នាបាទធៀបជាមួយនឹងដៃគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែលគ្នាបាទដូចនៅខាងមុខយើងទទួលបានរថយន្តមួយដែលគេហៅថាប្រភេទរថយន្ត hatchback អញ្ចឹងប្រភេទរថយន្ត hatchback ហ្នឹងគឺមើលទៅវាលក្ខណៈថា compact រាងតូចល្មមប៉ុន្តែខាងក្នុងរបស់វាគឺលក្ខណៈថាវាទលាយមែនតើទលាយជាងរថយន្តមួយចំនួនទៀតបាទហើយ wheelbase របស់វាគឺទំហំ2735 មីលីម៉ែត្រអញ្ចឹងវាធំមែនតើណាដែលអនុញ្ញាតឲ្យកាប៊ីនខាងក្នុងគឺទូលាយបាទនៅខាងមុខរថយន្តរបស់យើងគឺត្រូវបាន design ដោយ concept ថ្មីឆ្នាំ2025ដែលចង្កៀងខាងមុខរបស់យើងហ្នឹងគឺបានរចនាយកគំរូតាមគេហៅថាភ្នែកបក្សីដែលបង្ហាញយ៉ាងស្រស់ស្អាតនៅពេលដែលយើងបើកបរនៅលើដងវិថីឬក៏ផ្លូវនៅពេលដែលយើងជិះគឺយើងឃើញគេហៅថា unique របស់វាតែម្ដងបាទហើយបើនិយាយពីការរចនានៅខាងក្រៅរបស់វាហ្នឹងគឺលាតបាទខាងលាតហើយគេធ្វើបណ្ណារបស់វាហ្នឹងរាងបាទរាងបន្ទះរាងត្រេតជាមួយបែបនេះគឺគេអនុញ្ញាតឲ្យខ្យល់ចូលដើម្បីឲ្យស្អំនៅប្រព័ន្ធមួយចំនួនដើម្បីឲ្យវារដាស់បានល្អស្ថិតនៅកម្ដៅមួយ standard បាទហើយបើនៅខាងមុខទៀតយើងឃើញមានកាមេរ៉ាមួយគ្រាប់បាទកាមេរ៉ាមួយគ្រាប់ហ្នឹងយើងអមជាមួយនឹងកាមេរ៉ា3គ្រាប់ខាងមុខខាងក្រោយចំហៀងស្វែងស្ដាំទៀតដើម្បីផ្គុំឡើងបានជាកាមេរ៉ា540បាទអញ្ចឹងតម្លៃតាំងពី20,000ជាងមែនប៉ុន្តែបានកាមេរ៉ា540កម្រិត HD ទៀតបើមើលពេលយប់គឺអត់ចាញ់ដូចពេលថ្ងៃទេគឺច្បាស់ដូចគ្នាបាទនៅខាងឆ្វេងនៃរថយន្តម្ដងតាក់ទងជាមួយនឹងយ៉ានកង់បាទយ៉ានកង់ឃើញយ៉ាន់យើងប៉ុណ្្នឹងឯងប៉ុន្តែបើយើងបើកបរនៅលើស្ថានភាពផ្លូវនៅក្នុងពេលបច្ចុប្បន្នប្រទេសរបស់យើងគឺគេហៅថាប្រភេទក្តៅហើយសើមអញ្ចឹងកង់របស់យើងហ្នឹងគេហៅall season ដែលយើងអាចប្រើប្រាស់បាននៅគ្រប់រដូវកាលនៅក្នុងស្រុកខ្មែររបស់យើងតែម្ដងអញ្ចឹងយ៉ាន់របស់វាគឺ17អ៊ីងបាទយ៉ាន់17អ៊ីងប្រាំងវាគឺ ABS មុខក្រោយជាមួយនឹងប្រភេទ disc បាទអញ្ចឹងនៅពេលដែលយើងបើកលឿនបើកនៅកន្លែងល្អគឺវាជួយទប់លំនឹងបានល្អជាន់ហ្វ្រាំងម៉ាន់ស៊ីល្អនិងមានប្រព័ន្ធទប់លំនឹងពេលគេហៅថាការវ៉ាចែងឬក៏មានប្រព័ន្ធទប់លំនឹងនៅពេលដែលយើងបើកបរនៅលើផ្លូវដែលកោងបាទហើយមួយទៀតគឺផ្លូវដែលល្អគឺវានឹងធ្វើការព្រមគ្នាតែម្ដងជាមួយនឹងប្រព័ន្ធ safety របស់វាបាទនៅលើត្រឡោកកញ្ចក់គឺប្រភេទក្តោបលាអូតូនៅពេលដែលធ្វើការបិទ unlock ឬ lock ជាមួយនឹង smart key របស់វា smart key របស់វាគឺបានបំពាក់ដោយបច្ចេកវិទ្យាថ្មីមួយនៅពេលដែលយើងដើរមកជិតរថយន្តគឺវានឹងចេះស្វាគមន៍ម្ចាស់ខ្លួនឯងឬក៏យើងនិយាយបានថាវាបើកកញ្ចក់ហ្នឹងដោយអូតូស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងនៅចំហៀងនៃតួរថយន្តគឺទម្រង់គឺវែងបាទវែងបែបនេះតែគូតក្រោយរបស់វារាងខ្លីបន្តិចដោយសារតែវាជាប្រភេទ hatchback គឺបែបហ្នឹងបាទប៉ុន្តែកុំច្រឡំថា hatchback អត់ទលាយណាយើងប្រើប្រាស់នៅក្នុងក្រុងគឺត្រូវហើយប្រើប្រាស់នៅកន្លែងដែលបែបគ្រួសារដែលត្រឹមតែមានគ្រួសារថ្មីថ្មោងឬគ្រួសារ9នាក់ហើយយើងចង់សន្សំចៃមានឡានប្រើនឹងគេគឺយើងអាចប្រើបានហើយមិនមែន time option ទេបាទសូម្បីតែគូតក្រោយក៏អូតូដែរនេះគូតក្រោយអូតូគូតខាងក្រោយនេះមានសមត្ថភាពដាក់អីវ៉ាន់បានច្រើនគួរសមបើយើងអាចធៀបជាមួយនឹងរថយន្តដទៃហ្នឹងហើយយើងមើលមកហើយខាងក្រោមនេះក៏ដាក់អីវ៉ាន់បានដែរបាទហើយកាមេរ៉ានៅខាងក្រោយក៏មានដែរដើម្បីជំនួយក្នុងការអាយ៉ាចូលចតបាទអញ្ចឹងបើសិនជាក្នុងករណីយើងបិទមកអត់មានយើងវាគៀបយើងគឺវាអត់គៀបទេដោយសារតែមានប្រព័ន្ធ safety មួយគេហៅថាជួយនៅពេលដែលកូនទូចឬក៏យើងភ្លេចយើងចេញអត់តាន់មានអីវ៉ាន់នៅគៀបនឹងអីចឹងទៅបាទឥឡូវខ្ញុំបិទវិញបាទអញ្ចឹងយើងមើលឃើញថានៅខាងក្រោយនេះគឺមាន logo UT ជាមួយនឹង Ion Cambodia ដែលយើងអាចធ្វើការ scan មើលព័ត៌មាននៅក្រុមហ៊ុនយើងបានបាទ stop បើយើងគឺ LED មកជុំឡានតែម្ដងអមជាមួយនឹង sensor 4 គ្រាប់ខាងក្រោយបាទដែលខ្ញុំនិយាយមិញហ្នឹងហើយអញ្ចឹងខ្ញុំនាំបងប្អូនអរគ្នាចូលមកក្នុងរថយន្តបន្តិចសិនមកចូលនៅក្នុងរថយន្តបាទវកអារម្មណ៍មកជុំរថយន្តជូនបងប្អូនអរគ្នាមើលតែម្ដង
បាទនៅក្នុងរថយន្តយើងទទួលបានរថយន្តមួយដែល design ជាប្រភេទតិចនិយមកាលណាគេនិយាយពាក្យថាតិចនិយមហ្នឹងគឺអត់មានប៊ូតុងនៅក្នុងហ្នឹងទេគឺគ្រប់យ៉ាងគឺស្ថិតនៅក្នុង screen entertainment ឬក៏ screen ដែលអាចបញ្ជា function ទាំងអស់នៅក្នុងហ្នឹងបាទនៅក្នុងហ្នឹងមានតាំងពីបើកកម្បូលបាទបើកគូតក្រោយក៏មានដែរសេរីកញ្ចក់ឆ្វេងស្ដាំបាទសេរីទៅលើមុខងារផ្សេងគឺស្ថិតនៅក្នុងហ្នឹងទាំងអស់តែម្ដងម៉ាស៊ីនត្រជាក់អីនៅក្នុងហ្នឹងហើយ screen របស់វានេះគឺកម្រិត HD ដែលធំងាយស្រួលក្នុងការប្រើបាទដូចទូរទស្សន៍មួយអញ្ចឹងបាទអញ្ចឹងហើយពូកស្បែកវាគឺស្បែកទន់ប្រភេទល្អដែរយើងចូលមកគឺអត់មានធំក្លិនទេបាទអ្វីដែលកាន់តែពិសេសនៃរថយន្តមួយហ្នឹងគឺយើងទទួលបាននៅកៅអីទាំងសងខាងគឺអូតូស្វ័យប្រវត្តិទាំងអស់តែម្ដងនេះអូតូស្វ័យប្រវត្តិទាំងសងខាងបាទពិសេសមែនតើបាទអញ្ចឹងកន្លែងនេះអត់ទាន់អស់ទេបងប្អូនខ្ញុំចង់ឲ្យបងប្អូនមកមើលនៅជួរទី2នៃការប្រើប្រាស់ក៏ដូចជាទំហំផ្ទុកសម្រាប់អ្នកជួរទី2មានកន្លែងណាដែលពិសេសអត់បាទយើងបើកទ្វារមកបាទយើងឃើញថាពូកគឺប្រែប្រួលទៅតាមពណ៌នេះគឺជាប្រភេទពណ៌រាង pink គេហៅពណ៌រាងផ្កាឈូកអញ្ចឹងពូកខាងក្នុងវាក៏រាងផ្កាឈូកដែរ design មកដើម្បីស៊ីមេត្រីគ្នាជាមួយនឹងខាងក្រៅបាទបើនិយាយពីបាសវាយើងអាចនិយាយបានថាជាបាសមួយដែលអាចទទួលយកបានជាមួយនឹងម៉ាស៊ីនត្រជាក់នៅខាងក្រោយបាទម៉ាស៊ីនត្រជាក់នៅខាងក្រោយមាន2ប្រឡោះនោះអាចធ្វើការបែងចែកទៅឆ្វេងទៅស្ដាំធ្វើឲ្យយើងត្រជាក់ខ្លួនស្រួលនៅក្នុងបន្ទប់នៃរថយន្តផ្ទាល់តែម្ដងបាទអ្វីដែលខ្ញុំនិយាយមិនអស់នោះគឺបងប្អូនអាចធ្វើការអញ្ជើញមកបើកសាកបាននៅរថយន្ត UT នេះដែលយើងមានទីតាំងនៅក្តាន2បាទនៅទុំមុខគណៈរដ្ឋមន្ត្រីតែម្ដងបងប្អូនអាចមើលតាមរយៈវីដេអូមួយនេះហើយអាចជួបខ្ញុំបាទផ្ទាល់ដើម្បីជួបគ្នាពិភាក្សាតាក់ទងជាមួយនឹងតម្លៃក៏ដូចជាការរំលោះ option ផ្សេងព្រោះថានៅក្នុងនេះខ្ញុំអាចប្រាប់អស់ទេបាទហើយមានរឿងជាច្រើនទៀតដែលបងប្អូនឆ្ងល់បាទអញ្ចឹងវីដេអូមួយនេះខ្ញុំសូមស្រេះប៉ុណ្្នឹងសិនខ្ញុំនឹងបង្ហាញនៅ option ខ្លីៗជាលក្ខណៈ episode ជូនបងប្អូនអរគ្នាបាទអរគុណច្រើន